អ្នកគ្រូដែលសារតែឃើញមានលោកគ្រូអ្នកគ្រូជាច្រើនមានចម្ងល់តាក់ទងថាបំពេញព័ត៌មានសោះមិនបានចេញ 100% ដែលសារតែឆាតសួរច្រើនខ្លាំងមែនតើអញ្ចឹងខ្ញុំក៏សម្រេចចិត្តចេញវីដេអូជូនលោកគ្រូអ្នកគ្រូមួយលែងអនុញ្ញាតលែងអីហើយចេញយកតែម្ដងអញ្ចឹងលោកគ្រូអ្នកគ្រូចូលកន្លែងពាក្យថាសោះរួចហើយយកពាក្យថាត្រេ3យកកន្លែងកែប្រែទិន្នន័យផ្ទាល់ខ្លួនលោករួចហើយលោកគ្រូអ្នកគ្រូមើលកន្លែងនាមត្រកូលបំពេញត្រកូលរបស់គាត់រួចហើយលោកគ្រូអ្នកគ្រូបន្តទៅកន្លែងនាមខ្លួនត្រូវបំពេញឲ្យអស់តាមចំណុចដែលគេដាក់ឲ្យបើសិនជាលោកគ្រូអ្នកគ្រូតែកន្លែងចំណុចណាមួយវាអត់លោតចេញ 100% ទេកន្លែងភេទក៏ត្រូវដាក់ហើយចំពោះកន្លែងថ្ងៃខែឆ្នាំកំណើតរើសឆ្នាំសិនដើម្បីងាយស្រួលទៅយកខែជាមួយនឹងថ្ងៃអញ្ចឹងបន្ទាប់ពីដាក់ថ្ងៃខែឆ្នាំកំណើតហើយលោកគ្រូអ្នកគ្រូកុំភ្លេចមើលកន្លែងសញ្ជាតិហ្នឹងត្រូវដាក់ឲ្យលោតចេញពាក្យថាខ្មែរឬមួយក៏អីដែលតាមជនជាតិរបស់គាត់ទៅហើយជនជាតិហ្នឹងរើសដែរហើយកុំភ្លេចពិសេសគឺកន្លែងពិការភាពបើគាត់អត់មានលោកគ្រូអ្នកគ្រូមិនមែនអត់បំពេញទេណាលោកគ្រូអ្នកគ្រូត្រូវបំពេញពាក្យថាមិនមានបើសិនជាលោកគ្រូអ្នកគ្រូអត់បំពេញក៏វាអត់លោតដែរហើយមកដល់កន្លែងខាងក្រោមនេះលោកគ្រូអ្នកគ្រូមើលកន្លែងព័ត៌មានឆ្នាំសិក្សាអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវមើលកន្លែងបានក្រីក្រគាត់បើគាត់អត់មានលោកគ្រូអ្នកគ្រូរើសមិនមានបើអត់បានរើសកន្លែងហ្នឹងក៏អត់លោត 100% ដែរហើយចំពោះឆ្នាំសិក្សាយក2025 2026ហើយកម្រិតថ្នាក់លោកគ្រូអ្នកគ្រូរើសទៅតាមកម្រិតថ្នាក់របស់លោកគ្រូអ្នកគ្រូហើយមួយទៀតនិយាយអំពីកន្លែងគាត់ធ្លាប់ចូលរៀនមត្តេយ្យឬមិនធ្លាប់ហ្នឹងលោកគ្រូអ្នកគ្រូដូរពាក្យវាផងបើសិនជាគាត់ធ្លាប់ចូលលោកគ្រូអ្នកគ្រូដាក់ពាក្យមានបើអត់ធ្លាប់មានលោកគ្រូអ្នកគ្រូរើសពាក្យថាមិនមានទៅរួចជាការស្រេចហើយអូសមកក្រោមទៀតលោកគ្រូអ្នកគ្រូកុំភ្លេចកន្លែងកញ្ចប់សម្ភារៈសម្រាប់ជួយសិស្សអញ្ចឹងកន្លែងនេះបើសិនជាលោកគ្រូអ្នកគ្រូអត់បានបំពេញវាក៏អត់លោតបាន 100% ដែរអញ្ចឹងលោកគ្រូអ្នកគ្រូចុចកន្លែងសៀវភៅបានជ្រើសរើសបើសិនជាចុចហើយលោកគ្រូអ្នកគ្រូមើលឃើញបែបនេះលោកគ្រូអ្នកគ្រូទៅចុចកន្លែងកញ្ចប់ជួយសិស្សរៀនយឺតចុចទៅលើហ្នឹងហើយនេះលោកគ្រូអ្នកគ្រូនឹងឃើញពាក្យនៅលើហ្នឹងសម្រាប់ថ្នាក់ទី1ទី2ទី3លោកគ្រូអ្នកគ្រូនឹងរើសកញ្ចប់អំណាចកម្រិតថ្នាក់ដំបូងរើសភាសាខ្មែររើសកម្រិតអីចឹងទៅប៉ុន្តែសម្រាប់ទី4ទី5អត់មានទេអញ្ចឹងលោកគ្រូអ្នកគ្រូជ្រើសរើសសៀវភៅសិក្សាគោលហើយចុចចលិតយកមកទាំងអស់មកហើយមួយទៀតលោកគ្រូអ្នកគ្រូអាចបន្ថែមជាមួយនឹងសៀវភៅជួយសិស្សរៀនយឺតបន្ថែមទៀតហើយលោកគ្រូអ្នកគ្រូចុចជ្រើសរើសហើយអូសមកក្រោមទៀតលោកគ្រូអ្នកគ្រូនៅមានកន្លែងគណនេយ្យអញ្ចឹងពាក្យសម្ងាត់លោកគ្រូអ្នកគ្រូអាចដូរបានដូចជាដាក់លេខ1ទាំងអស់សម្រាប់សិស្សដូចគ្នាដើម្បីស្រួលចំណាំក៏បានដែរអត់ជាបញ្ហាអីទេអញ្ចឹងចំពោះអត្តលេខលោកគ្រូអ្នកគ្រូអត់បំពេញក៏បានដែរហើយលេខទូរស័ព្ទអត់បំពេញក៏អត់អីដែរវាអត់ពាក្យពន្ធអីទេហើយទីកន្លែងបច្ចុប្បន្នជាមួយនឹងទីកន្លែងកំណើតអាស្រ័យលើសិស្សលោកគ្រូអ្នកគ្រូទីកន្លែងបច្ចុប្បន្នគាត់គឺកន្លែងគាត់រស់នៅបច្ចុប្បន្នហើយទីកន្លែងកំណើតគាត់ឧទាហរណ៍ថាក្មេងខ្លះគាត់អាចបានកើតនៅក្នុងខេត្តសៀមរាបទេអញ្ចឹងគាត់អាចកើតនៅខេត្តអីផ្សេងតែគាត់អាចបដូរទីលំនៅមករស់នៅបច្ចុប្បន្ននៅខេត្តហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូបញ្ជូនព័ត៌មានទៅចុចទៅវាប្រកាសជាលោត 100% ហើយនឹងហើយស្រេចអញ្ចឹងលោកគ្រូអ្នកគ្រូអាចធ្វើតាមការណែនាំរបស់ខ្ញុំបានដោយសារខ្ញុំធ្វើយឺតៗទេហើយលំអិតជូនលោកគ្រូអ្នកគ្រូអរគុណ